កូនជាទីស្រឡាញ់កាលណាបើកូនបានយល់អំពីកម្មផលហើយកូនរមែងមិនប្រព្រឹត្តនៅទង្វើបាបឡើយហើយតែងតែបំពេញនៅសេចក្តីល្អជាបុណ្យកុសលជាប្រចាំថ្ងៃព្រោះកូនបានយល់ថាអំពើល្អឲ្យផលជាសុខអំពើអាក្រក់ឲ្យផលជាទុក្ខដូច្នេះហើយរមែងតែងតែវាចានៅអំពើដែលជាអកុសលជាអំពើអាក្រក់ជាអំពើមិនល្អហើយតែងតែសាងសន្សំនៅអំពើល្អជាប្រចាំថ្ងៃតាន់ពេលដែលកើតមកហើយក៏ជាផលរបស់កម្មដែលស្រេចតែវិបាកចិត្តប្រភេទណាមួយធ្វើកិច្ចបដិសន្ធិបើបដិសន្ធិចិត្តជាអកុសលវិបាកគឺជាផលរបស់អកុសលកម្មក៏កើតនៅក្នុងនរកកើតជាប្រេតកើតជាអសុរកាយកើតជាឆ្កែកើតជាខ្លាកើតជាមាន់ជាដើមចឹងទៅបើជាផលរបស់កុសលដ៏ទន់ខ្សោយទោះបីកើតជាមនុស្សអកុសលក៏បៀតបៀនធ្វើឲ្យមានរូបរាងកាយពិការតាំងពីកំណើតផ្នែកខ្វាក់ត្រចៀកថ្លង់ជាដើមកាលបើកើតមកហើយក៏ត្រូវឃើញត្រូវឮត្រូវធំក្លិនត្រូវដឹងរសត្រូវដឹងសម្ផស្សនិងត្រូវនឹកគិតខណៈឃើញជាផលរបស់កម្មខណៈឮក៏ជាផលរបស់កម្មខណៈធំក្លិនក៏ជាផលរបស់កម្មខណៈដឹងរសក៏ជាផលរបស់កម្មខណៈដឹងសម្ផស្សសភាវៈដែលទន់រឹងក្តៅត្រជាក់ក៏ជាផលរបស់កម្មដែលជ្រើសរើសមិនបានរូបរាងកាយក៏កើតព្រោះកម្មដែរគ្រប់ភពគ្រប់ជាតិដែលកើតមកឃើញឮធំក្លិនដឹងរសដឹងសម្ផស្សនិងនឹកគិតនៅវត្ថុដែលឃើញនឹកគិតនៅឮនៅសំឡេងដែលឮនឹកគិតនៅក្លិននឹកគិតនៅរសនឹកគិតនៅសភាវៈដែលប៉ះត្រូវសម្ផស្សតាំងពីកើតរហូតដល់ស្លាប់គឺគ្រាន់តែប៉ុណ្ណោះឯងគ្រប់ជីវិតប្រព្រឹត្តទៅតាមហេតុតាមបច្ច័យទាំងស្រុងទាំងទុក្ខទាំងពេញចិត្តទាំងថ្នាំងថ្នាក់ចិត្តកើតឡើងត្រឹមតែមួយជួរខណៈនៃចិត្តហើយក៏រលត់អស់ទៅអ្នកដែលមិនមែនជាព្រះអរហន្តស្លាប់ហើយត្រូវកើតទៀតប្រកបតែថាជាតិបន្ទាប់នោះនឹងកើតជាអ្វីបើជាផលរបស់អកុសលកម្មក៏កើតជាសត្វតិរិឆានកើតក្នុងនរកកើតជាប្រេតកើតជាអសុរកាយបើជាផលរបស់កុសលកម្មក៏កើតជាមនុស្សឬទេវតាចំណែកមួយរបស់ជីវិតជាវិបាកគឺជាផលរបស់កម្មនិងមួយចំណែកទៀតជាការសន្សំកម្មដែលនឹងផលិតនៅផលធ្វើឲ្យកើតផលខាងមុខខណៈឃើញខណៈឮខណៈធំក្លិនខណៈដឹងរសខណៈដឹងសម្ផស្សជាផលរបស់កម្មប៉ុន្តែខណៈគិតមិនមែនជាផលរបស់កម្មទេចិត្តដែលគិតមានពីរយ៉ាងគឺគិតល្អនិងគិតមិនល្អបើគិតល្អក៏ជួយសង្គ្រោះអ្នកដទៃមានមេត្តាករុណាគិតតែក្នុងផ្លូវលះបង់អកុសលបើគិតមិនល្អទេក៏គិតតែនៅក្នុងផ្លូវដែលមិនមែនជាប្រយោជន៍សូម្បីគ្រាន់តែពាក្យនិយាយក៏អាចបំផ្លាញអ្នកដទៃបានដែរដោយពេលវេលាដែលស្ដាប់រឿងអ្វីមួយរួចមកហើយមិនបានគិតគូរពិចារណាក៏និយាយបណ្ដោយតាមទៅទាំងដោយមិនដឹងនៅសេចក្តីពិតពាក្យនិយាយនោះក៏អាចធ្វើឲ្យអ្នកដទៃកើតទុក្ខក្តៅក្រហាយបានក្នុងខណៈនោះក៏ជាអកុសលឲ្យទោសតាំងពីផ្ដើមគិតម្លេះជន់ជាអ្នកគិតក្តៅក្រហាយព្រោះអកុសលនោះមុនអ្នកដទៃដូច្នេះត្រូវឃើញទោសរបស់គំនិតដែលមិនល្អព្រះដ៏មានព្រះភិក្ខអរហន្តសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ព្រានប្រដៅថាលោភៈសេចក្តីប្រកាន់មាំសេចក្តីជាប់ស្អិតការពាក់ព័ន្ធគ្រប់យ៉ាងនឹងនាំមកនៅសេចក្តីទុក្ខទោសៈជាសភាវៈធម៌ដែលក្រោធក្រៀតប្រទុសរាយបំផ្លិចបំផ្លាញអកុសលទាំងឡាយនោះកើតឡើងព្រោះសេចក្តីមិនដឹងថាខ្លួនឯងមកពីលោកណាមិនដឹងថាស្លាប់ហើយនឹងទៅណាមួយថ្ងៃធ្វើអ្វីព្រោះអ្វីក៏មិនដឹងដែលទូទាំងលោកកំពុងលំបាកនោះព្រោះជាទាស័ករបស់សេចក្តីដឹងខ្លួនជាសុខដែលកើតឡើងពេលបានវត្ថុជាទីពេញចិត្តកាលបើបានវត្ថុជាទីប្រាថ្នាមកហើយក៏ស្វែងរកនៅវត្ថុជាទីពេញចិត្តដតីទៀតមិនចេះចប់ដោយមិនដឹងសេចក្តីពិតថារសអាហារឆ្ងាញ់ក៏រលត់អស់ទៅហើយសំឡេងដ៏ពីរោះប្រកាសតែមួយផ្លែតក៏រលត់អស់ទៅហើយ
ដោយមិនមាននរណាជាម្ចាស់របស់សភាវៈណាបានឡើយព្រោះគ្រប់សភាវៈកើតឡើងព្រោះហេតុបច្ច័យហើយរលត់អស់រលីងទៅយ៉ាងរហ័សរាងកាយដែលរឹងមាំទាំក៏អាចឈឺចុកចាប់បានសូម្បីការឈឺចុកចាប់អស់មួយថ្ងៃក៏អាចជាសះស្បើយបានជាធម្មតាគ្រប់យ៉ាងមិនតាំងនៅបានខណៈណាដែលជាផលរបស់កុសលក៏គុំជាប់ស្អិតខ្លាំងត្រូវប្រុងត្រៀមទទួលព្រមនៅអកុសលវិបាកដោយសេចក្តីមិនញាប់ញ័រវេលានេះដែលមានទុកច្រើនអនេកក៏ព្រោះសេចក្តីញាប់ញ័រនោះឯងបើដឹងនៅសេចក្តីពិតថាវត្ថុគ្រប់យ៉ាងជាធម្មតាធម៌គឺធម្មតាកើតក៏ធម្មតាចាស់ក៏ធម្មតាឈឺក៏ធម្មតាបានលៀបក៏ធម្មតាវិនិច្ឆ័យលៀបក៏ធម្មតាបានគេឈ្មោះឬបាត់បង់គេឈ្មោះក៏ធម្មតាក៏ធម្មតាមានអ្នកណាខ្លះមិនត្រូវនិន្ទាឬថាតែមានតែមនុស្សគោរពរាប់អានរៀងរាល់វេលានោះសភាវៈធម៌ដែលកើតឡើងហើយរលត់ទៅនោះជាទុក្ខគឺមិនទៀងមិនថិតថេរចិត្តកើតឡើងមួយខណៈហើយក៏រលត់ទៅចិត្តខណៈបន្ទាប់ក៏កើតឡើងហើយរលត់ទៅបន្តគ្នាជារឿយៗខណៈឮសំឡេងមិនមែនខណៈឃើញបញ្ញាត្រូវដឹងតាមសេចក្តីពិតទើបនឹងមិនយល់ខុសថាជាតួខ្លួនបើនៅរួមគ្នាទាំងឃើញទាំងឮក៏ជាយើងក៏ជាតួខ្លួនសភាវៈធម៌ដែលកើតរលត់នោះខ្លីជាទីបំផុតរហ័សជាទីបំផុតជាសភាវៈធម៌ដែលមានពិតហើយល្អិតណាស់សឹងអាចពិសោធន៍បានប៉ុន្តែត្រូវស្ដាប់ឲ្យច្រើនឲ្យយល់ពិតថាទុក្ខតាំងពីកើតឈឺជាទុក្ខការប្រត់ប្រាស់ចាកវត្ថុដែលជាទីស្រឡាញ់ជាទុក្ខការប្រសពនឹងវត្ថុដែលមិនស្រឡាញ់ជាទុក្ខលោភៈជាហេតុនាំមកនៅសេចក្តីទុក្ខត្រូវការប្រាថ្នាវត្ថុណាហើយមិនបានក៏ជាទុក្ខប៉ងថាវត្ថុនោះនឹងជាយ៉ាងនោះតែវត្ថុនោះក៏មិនទៅជាយ៉ាងនោះដោយដែលប៉ងទុក្ខក៏ជាសេចក្តីទុក្ខការល្អជាទីបំផុតគឺមិនប៉ងប្រាថ្នាព្រោះគ្រប់សភាវៈដែលមានហេតុបច្ច័យក៏នឹងត្រូវកើតរួចហើយមិនថាប៉ងក្តីមិនប៉ងក្តីសូម្បីត្រឹមតែការប៉ងក៏ជាទុក្ខហើយដូច្នោះបើមិនចង់ទុក្ខក៏កំប៉ងប្រាថ្នាកើតមកដើម្បីធ្វើនេតិគ្រប់យ៉ាងឲ្យល្អជាទីបំផុតមិនប៉ងប្រាថ្នាអ្វីមកជំនួសឡើយពីសភាវៈដែលធ្វើរួចទៅហើយនោះបើកើតផលល្អក្តីក៏មិនមានប៉ងប្រាថ្នាថានឹងត្រូវការល្អដល់ថ្នាក់នេះថ្នាក់នោះដែរការធ្វើល្អទីបំផុតហើយក៏សប្បាយចិត្តព្រោះមិនចាំបាច់ក្តៅក្រហាយថាធ្វើមិនសូវជាល្អសោះដូច្នោះក៏មិនមានប៉ងប្រាថ្នាថានឹងត្រូវការល្អដល់ថ្នាក់នេះថ្នាក់នោះដែរការធ្វើល្អទីបំផុតហើយក៏សប្បាយចិត្តព្រោះមិនចាំបាច់ក្តៅក្រហាយថាធ្វើមិនសូវជាល្អសោះដូច្នោះទើបធ្វើគ្រប់យ៉ាងឲ្យល្អដល់ទីបំផុតដើម្បីការពារនៅសេចក្តីក្តៅរលរាលចិត្តកាលដែលយើងបានធ្វើល្អបំផុតហើយអ្វីនឹងកើតក៏កើតឡើងបើសិនល្អក៏ល្អបើមិនល្អក៏ជួយមិនបានហើយក៏មិនបានត្រូវការឲ្យអ្នកណាមកសរសើរផងដែរព្រោះបើសិនជាធ្វើដោយប្រាថ្នាឲ្យគេសរសើរក៏នឹងជាទុក្ខទៀតហើយថាឧស្សាហ៍ធ្វើស្ទើរស្ទាក់មិនឃើញមាននរណាសរសើរសោះคล้ายទៅជាថាធ្វើល្អដើម្បីត្រូវការឲ្យគេសរសើរវិញដូច្នោះគឺមិនត្រូវញាប់ញ័រនឹងពាក្យសរសើរឬពាក្យនិន្ទាឡើយធ្វើយ៉ាងល្អទីបំផុតហើយមិនប្រាថ្នាឡើយថាអ្វីនឹងកើតមិនត្រូវទទួលខុសត្រូវក្នុងលោកដូចអ្នកដែលមានបងប្អូនច្រើនគ្នាក៏មិនត្រូវមកអង្គុយគិតថាពុកម៉ែស្រឡាញ់យើងឬទេទោះជាពុកម៉ែមិនស្រឡាញ់យើងក៏ដោយតែយើងស្រឡាញ់ពុកម៉ែយើងក៏សប្បាយចិត្តក្រៅពីឪពុកម្ដាយហើយក៏នៅមានដល់មិត្តភក្តិទៀតទោះជានរណានឹងស្រឡាញ់យើងឬមិនស្រឡាញ់យើងក៏ជារឿងរបស់គេយើងមិនត្រូវយកចិត្តទុកដាក់ប៉ុន្តែយើងនៅតែជាមិត្តនឹងគេហើយប្រាថ្នាល្អដល់គេយើងក៏សប្បាយចិត្តយើងមិនកង្វល់ចំពោះសេចក្តីមិនល្អរបស់អ្នកដទៃប៉ុន្តែយើងមាននេតិនិងពង្រីកកាយខៃចម្រើនបញ្ញារបស់យើងខ្លួនឯងហើយនៅជួយអ្នកដទៃបានផងការប្រព្រឹត្តរបស់យើងដោយពាក្យនិយាយរបស់យើងដោយគំនិតរបស់យើងគឺយើងមិនជាភ័យនឹងនរណាឡើយ
ពេលនរណាក្រោតសូម្បីបន្តិចបន្តួចយើងដឹងភ្លាមថាគេកើតទុក្ខពេលនរណាមិនចូលចិត្តនឹងអ្នកណាមួយបន្តិចក្តីយើងក៏ដឹងថាគេកំពុងមានសេចក្តីទុក្ខពិតប្រាកដណាស់ពីការមិនចូលចិត្តក្នុងខណៈនោះគ្រប់យ៉ាងមិនទៀងហើយយើងក៏នឹងរស់នៅក្នុងโลกនេះមិនបានយូរទៀតដែរព្រោះដូច្នោះរវាងការមានជីវិតរស់នៅក៏ធ្វើនៅសភាវៈដែលជាប្រយោជន៍ទាំងសងខាងគឺមិនយកសេចក្តីទុក្ខទៅឲ្យអ្នកណាហើយនឹងមិនយកសេចក្តីទុក្ខមកឲ្យខ្លួនយើងនឹងដែរទម្រាំនឹងយើងកើតជាមនុស្សនេះយើងសន្សំមកប៉ុន្មានជាតិហើយសូម្បីតែការអង្គុយការដេកការឈរការដើររបស់មនុស្សម្នាក់ក៏ត្រូវសន្សំមកដែលក្នុងជាតិនេះក៏សន្សំមកតាំងពីក្មេងដែរកាលណាកម្មដែលនឹងឲ្យផលក្នុងជាតិនេះនៅមានក៏ញ៉ាំងសេចក្តីស្លាប់មិនបានដល់ថ្នាក់ធ្វើឲ្យជាយ៉ាងណាក៏ស្លាប់មិនបានដែរដោយច្រើននោះទុក្ខផ្លូវចិត្តកើតបន្តពីទុក្ខផ្លូវកាយវេលាឈឺចុកចាប់មិនស្រួលក៏ព្រួយបារម្ភកង្វល់សេចក្តីឈឺចុកចាប់នោះប្រៀបដូចជាការត្រូវចាក់ដោយផ្លែកូនសទី1ប៉ុន្តែសេចក្តីទុក្ខផ្លូវចិត្តសេចក្តីព្រួយសេចក្តីបារម្ភកង្វល់ប្រៀបដូចជាផ្លែកូនសទី2ដែលចាក់ចំដដែលទៀតត្រង់មុខរបួសចាស់របួសក៏រហែកកាន់តែខ្លាំងឡើងហើយនឹងคล้ายជាទុក្ខររៀលខ្លោចផ្សាកើតឡើងទៀតបណ្ណាទៅទុក្ខផ្លូវកាយនោះកិច្ចមិនផុតទេព្រោះមានកាយក៏ត្រូវមានទុក្ខមូលខំឈឺកាលបើមិនខឹងសម្បាទេផ្លែកូនសទី2ក៏មិនមានគឺមានតែផ្លែកូនសទី1ប៉ុណ្ណោះកាលណាប្រៀបនៅសេចក្តីព្រួយបារម្ភសេចក្តីកង្វល់ជាផ្លែកូនសទី2ក៏នឹកឃើញច្បាស់ថាមិនត្រូវនឹងឲ្យត្រូវចាក់ដោយផ្លែកូនសទី2ដដែលទៀតឡើយទុក្ខផ្លូវកាយកើតឡើងក៏មើលថែទាំព្យាបាលទៅមិនត្រូវទៅជាព្រួយបារម្ភកង្វល់កើនឡើងទៀតសេចក្តីកង្វល់មិនមានប្រយោជន៍អ្វីទាល់តែសោះជារឿងវែងដែលគ្មានសារៈដែលមិនអាចធ្វើឲ្យអ្វីបានល្អឡើយកាលណាឈឺចុកចាប់ក៏មើលថែរក្សាទៅនឹងអស់ពេលដោយការព្រួយបារម្ភកង្វល់ឲ្យជាទុក្ខក្តៅក្រហាយធ្វើអ្វីវេលាយើងសុខក៏ដឹងថាសេចក្តីដឹងខ្លួនជាសុខយ៉ាងណាវេលាអ្នកដទៃជាសុខក៏សុខយ៉ាងនោះដែរវេលាយើងក្រោធសេចក្តីដឹងខ្លួនជាយ៉ាងណាអ្នកដទៃក្រោធក៏ដឹងខ្លួនយ៉ាងនោះដែរសេចក្តីស្រឡាញ់សេចក្តីស្អប់របស់មនុស្សក៏ដូចគ្នាទាំងអស់បើយកឈ្មោះនៃគ្រប់មនុស្សចេញអស់ក៏មានតែសភាវៈធัวដែលកើតឡើងហើយរលត់ទៅជាធាតុតែមួយបែបចិត្តក៏ជាធាតុមួយបែបយើងរៀនរឿងធាតុច្រើនយ៉ាងធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ប៉ុន្តែចិត្តជាធាតុពិសេសដែលជាធាតុដឹងនិងជាធាតុដែលវិចិត្រហួសប្រមាណគំនិតរបស់មនុស្សបែកខ្នែងចេញទៅមិនមានថ្ងៃចប់ព្រោះចិត្តជាធាតុខាងដឹងខាងគិតទៅមិនមែនងាយនឹងស្គាល់ចិត្តរបស់យើងឡើយលុះត្រាតែបានស្ដាប់នៅព្រះធម៌ច្រើនឡើងនិងពិចារណារហូតដល់ចិត្តរបស់យើងបើកផ្សាយចេញមកឲ្យដឹងសេចក្តីពិតប្រាកដនៃចិត្តសន្តានបានមិនមែនមើលតែការធ្វើការប្រព្រឹត្តម្យ៉ាងប៉ុណ្ណោះទេដូច្នោះទើបមានសតិថ្នាក់មួយទៀតគឺខណៈរលឹកដឹងនៅសភាពចិត្តសន្តានរបស់ខ្លួនឯងប៉ុន្តែនឹងត្រូវជាបុគ្គលត្រង់ទើបនឹងបានដឹងអ្នកដែលសិក្សាធម៌ពិតនោះត្រូវជាអ្នកត្រង់ត្រឹមត្រូវពិតទើបនឹងមិនលំអៀងគឺមិនចូលខាងខ្លួនឯងធម៌ត្រូវជាធម៌តាមសេចក្តីពិតដោយការឲ្យទានពិតនោះមិនមែនឲ្យដើម្បីប៉ងប្រាថ្នាថាថ្ងៃក្រោយគេនឹងឲ្យវិញទេការឲ្យទាននោះត្រូវជាចិត្តសន្តានដែលស្អាតប្រះចាកអកុសលចិត្តកើតរលត់រហ័សណាស់ម្ដងជាអកុសលម្ដងជាកុសលមិនមែនថានឹងជាកុសលរហូតឬមិនមែនថានឹងជាអកុសលរហូតរាល់ពេលនោះទេកុសលជាសភាវៈធម៌ដែលល្អស្អាតជាហេតុឲ្យកើតផលល្អអកុសលជាសភាវៈធម៌ដែលមិនល្អជាទោសជាហេតុឲ្យកើតផលមិនល្អកាលណាមិនស្ដាប់ព្រះធម៌ក៏មិនដឹងសេចក្តីពិតរបស់សភាវៈធម៌ឯការដឹងគឺបញ្ញាក៏មានច្រើនលំដាប់ថ្នាក់ការដឹងថ្នាក់បានឮបានស្ដាប់ព្រះធម៌ជាការដឹងថ្នាក់ដែលមិនអាចរំលត់នៅការយល់ខុស
និងអកុសលទាំងឡាយបានឡើយគឺគ្រាន់តែជាការដឹងថ្នាក់លះបង់ការមិនដឹងពីការមិនដែលធ្លាប់បានឮបានស្ដាប់ប៉ុណ្ណោះរឿងសេចក្តីក្រោធនិងសេចក្តីមិនក្រោធនោះបើសន្សំបញ្ញាមកក៏នឹងដឹងថាមិនក្រោធល្អជាងតែបើមិនបានសន្សំបញ្ញាមកក៏គិតថាត្រូវតែក្រោធត្រូវតែតបទោះនឹងឲ្យគិតដល់ប៉ុណ្ណាក៏គិតមិនចេញថាមិនក្រោធល្អជាងក្រោធបានឡើយដូច្នោះទើបត្រូវពិចារណាឲ្យឃើញទោសរបស់អកុសលនិងឃើញប្រយោជន៍របស់កុសលហើយអប់រំចម្រើនកុសលឲ្យកើនឡើងសាកល្បងមើលអ្នកដែលយើងស្គាល់អ្នកខ្លះចិត្តល្អអំពើជួយសង្គ្រោះបុគ្គលនេះបុគ្គលនោះខ្លះមិននិយាយអាក្រក់ពីនរណាហើយធ្វើបុគ្គលដែលយល់ខុសនឹងគ្នាឲ្យយោគយល់គ្នានិងសាមគ្គីគ្នាបានមានការប្រព្រឹត្តដែលជាកុសលសិលគឺការប្រព្រឹត្តសភាវៈដែលជាប្រយោជន៍តាមផ្លូវកាយផ្លូវវាចាប៉ុន្តែបុគ្គលខ្លះទៀតក៏ផ្ទុយអំពីនេះមានតែរឿងច្រណែនរឿងក្រោធនឹកដល់តែការមិនល្អផ្សេងមានការប្រព្រឹត្តផ្លូវកាយផ្លូវវាចាមិនគួរមិនសមរម្យធ្វើឲ្យអ្នកដទៃក្តៅក្រហាយពាក្យនិយាយដែលមិនគិតដល់អ្នកស្ដាប់ប្រសិនបើយើងជាអ្នកស្ដាប់វិញក៏នឹងដឹងខ្លួនថាមិនសមគួរស្ដាប់ពាក្យយ៉ាងនេះប៉ុន្តែការជាអ្នកនិយាយវិញក៏ភ្លេចគិតថែមទាំងមិនដឹងថាខណៈនោះក៏ជាអកុសលពាក្យនិយាយដែលមិនគិតដល់អ្នកស្ដាប់ប្រសិនបើយើងជាអ្នកស្ដាប់វិញក៏នឹងដឹងខ្លួនថាមិនសមគួរស្ដាប់ពាក្យយ៉ាងនេះប៉ុន្តែកាលជាអ្នកនិយាយវិញក៏ភ្លេចគិតថែមទាំងមិនដឹងថាខណៈនោះក៏ជាអកុសលនោះដែរ